ជាបឋមខ្ញុំគណៈ admin ទុកងខាត់ពោធិ៍សាត់សូមថ្វាយបង្គំចំពោះប្រធេរានុធេរៈគ្រប់ព្រះអង្គនិងជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគ្រប់គ្រងទុកងដែលមានព្រានាមថាខៀវតៃស្អាតអណ្ដាតក្រហមជាទីមេត្រីផងដែរពុកម៉ែបងប្អូនប្រកាសជាបានឃើញហើយនៅក្នុងវីដេអូនេះគឺក្រុមអ៊ំភ្នំពេញយើងគឺពិតជាមិនធម្មតាទេពុកម៉ែបងប្អូនយើងនឹងក្រោមការមើលថែរបស់លោកម្ចាស់គ្រូដែលជាម្ចាស់ទុកផ្ទាល់ដែលមានព្រានាមថាលោកគ្រូប៉ិនសុកច័ន្ទដែលលោកគ្រូពិតជាបានខ្នះខ្នែងនិងស្វះស្វែងខ្លាំងមែនទែននៅក្នុងការមើលថែទុកដែលមានព្រានាមថាខៀវតៃស្អាតអណ្ដាតក្រហមឬមកឪពុកម៉ែបងប្អូនយើងមួយចំនួនស្គាល់ថាសៃតៃឬមកអូនតៃអញ្ចឹងណាអញ្ចឹងនៅក្នុងរោងរបស់សៃតៃអូនតៃនេះគឺស្រស់ស្អាតពុកម៉ែបងប្អូនយើងអ្នកណាក៏ស្រឡាញ់ដែរទាំងសាច់អីគឺនៅល្អណាស់ពុកម៉ែបងប្អូនយើងទៅលុកទៅលុនខ្លាំងមែនតើអញ្ចឹងឆ្នាំនេះសៃតៃប្រហែលជាតាមដែលលោកគ្រូបានប្រាប់មកខ្ញុំកណាគឺសុំសម្រាប់មួយឆ្នាំហើយបន្ទុំសាច់អញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខាងណាដែលចង់ឲ្យអូនតៃសៃតៃនេះទៅលេងអីប្រហែលជាពិបាកតិចហើយព្រោះដោយសារឥឡូវកំពុងបន្ទុំសាច់អញ្ចឹងរងចាំមើលថ្នាក់ជាតិអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងដោយសារតែតាមអ្វីដែលលោកគ្រូប្រាប់ខ្ញុំកណាមកគឺលោកគ្រូចង់លេងនៅក្នុងទឹកដីនៅក្បែរវត្តដែរនៅខាងទឹកខ្មៅណាប៉ុន្តែដោយសារតែប្រទេសជាតិយើងកំពុងតែមានបញ្ហាអញ្ចឹងទៅលោកគ្រូក៏សម្រេចចិត្តថាអត់លេងទេសូមសម្រាប់មួយឆ្នាំអញ្ចឹងទៅយើងនឹងមានរងចាំមើលដំណឹងពេលក្រោយទៀតអញ្ចឹងណាពុកម៉ែបងប្អូនយើងអំពីសៃតៃណាហើយខ្ញុំកណាក៏ធ្លាប់បានជំរាបពុកម៉ែបងប្អូនយើងក៏ដូចជាធ្វើវីដេអូបង្ហាញអំពីទុកងដែលមានព្រានាមថាខៀវតៃស្អាតអណ្ដាតក្រហមនេះផងដែរពុកម៉ែបងប្អូនយើងហើយពុកម៉ែបងប្អូនយើងក៏បានធ្លាប់ស្ដាប់អំពីប្រវត្តិក៏ដូចជាឈ្មោះរបស់ទុកងដែលមានព្រានាមថាខៀវតៃស្អាតអណ្ដាតក្រហមដែលជាជើងខ្លាំងមួយរូបដែរនៅក្នុងរាជធានីភ្នំពេញនិងជាទុកងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងហើយថ្មីត្បិតតែជាឆ្នាំដំបូងមែនប៉ុន្តែអូនតៃនេះគឺមិនធម្មតាទេពុកម៉ែបងប្អូនយើងហើយខ្ញុំកណាពិតជាអរគុណមែនតើចំពោះលោកម្ចាស់គ្រូដែលមើលថែទុកនេះបានល្អណាស់ពុកម៉ែបងប្អូនយើងគឺសឹងតែថា10លើ10ហើយពុកម៉ែបងប្អូនយើងចំពោះការមើលថែនិងការរៀបចំហើយបើយើងក៏លេចមើលទៅកាន់ចំណុះវិញគឺជាសឹងតែជាចំណុះកូនក្រោលដែលលោកគ្រូធ្លាប់បានប្រាប់នៅក្នុងវីដេអូដែរអញ្ចឹងទៅសង្ឃឹមថាពុកម៉ែបងប្អូនយើងនឹងគ្រប់គ្រងទុកនេះកាន់តែខ្លាំងអញ្ចឹងណា